បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងមានមើលរាសីបន្តសម្រាប់ខែ12ហើយមើលដល់បងប្អូនអ្នកឆ្នាំឆ្លូវម្សិលមិញខ្ញុំបានមើលជូនបងប្អូនអ្នកឆ្នាំជូតហើយក៏បានបញ្ជាក់ប្រាប់ថាផ្កាយតាមពាក្យចិនជូតហើយខែជូតនេះផ្កាយទាំងពីរហ្នឹងគេហៅថាជាផ្កាយពីរកើយឬមួយក៏ផ្កាយពីរគៀងប៉ុន្តែខ្ញុំច្រឡំខ្ញុំក៏ហៅថាជាផ្កាយគៀបឆៃបាទធៀបពិតច្រឡំពាក្យបងប្អូនណាគឺជាផ្កាយពីរគៀងឬក៏ពីរកើយបាទដោយសារផ្កាយនេះវាមកគៀបបាទមកគៀបមកដណ្ដើមមកប្រជែងដូចគ្នាចឹងហើយក៏នឹកឃើញរឿងគៀបក៏និយាយពាក្យថាគៀបឆៃទៅបាទអញ្ចឹងសូមបងប្អូនកូនក្មួយទាំងអស់គ្នាបាទដឹងថាលោកគ្រូបាននិយាយជាពាក្យចិនខុសក៏សូមអធិស្ឋានផងបាទប៉ុន្តែអត្ថន័យនៃការទូទាយនៅតែដដែលទាំងអស់ឥឡូវនេះខ្ញុំនឹងមកមើលដល់បងប្អូនអ្នកឆ្នាំឆ្លូវបាទបន្ទាប់ពីជូតដល់អ្នកឆ្លូវរាសីនៅក្នុងខែ12ឆ្នាំ2025នេះបាទនៅក្នុងខែ12 2025នេះគឺមិនទាន់ឆ្លងទៅដល់ឆ្នាំថ្មីទេបងប្អូនណាកុំច្រឡំកុំយល់ច្រឡំពាក់ព័ន្ធជាមួយថាអូគេថាខែ12គឺជាខែថ្មីអីសម្រាប់2026ឯអត់ទេហើយក៏មានបងប្អូនខ្លះគាត់សួរពាក់ព័ន្ធជាមួយនឹងការកាត់ឆុងមានគ្រូខ្លះឲ្យកាត់ឆុងនៅក្នុងនៅក្នុងចុងខែ11អីនេះសិតតែរឿងខុសទាំងអស់បងប្អូនណាគឺអត់ត្រូវទេយើងកាត់ឆុងតាមបែបសែនណាគឺសែនជាមួយនឹងទេវតាថៃសួយអញ្ចឹងថៃសួយប្រចាំឆ្នាំ2026នោះគឺជាថៃសួយពមីមានជាថៃសួយឆ្លូវទេអញ្ចឹងมันអាចកាត់ឆុងបានផលទេបងប្អូនណាកុំចំណាយលុយអត់ប្រយោជន៍បាទអញ្ចឹងការមើលរាសីសម្រាប់បងប្អូនអ្នកឆ្នាំឆ្លូវនៅក្នុងខែ12នេះជើងលេខបុគ្គលឆ្នាំឆ្លូវបាទមានការប្រែប្រួលគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនប៉ុន្តែសូមឆ្លើយជាមួយនឹងបងប្អូនកូនក្មួយដែលគាត់ខលមកប្រាប់ថាលោកគ្រូពេលលោកគ្រូទូទាយសូមជួយប្រាប់លេខសំណាងប្រចាំខែមួយផងប្រចាំឆ្នាំមួយផងក៏ដូចកាលពីខែ12ថ្មីនេះខ្ញុំក៏បានជម្រាបជូនលេខដែលនាំសំណាងប្រចាំខែបាទហើយមានកូនសិស្សគាត់ថាខ្ញុំបានឲ្យ share លេខ comment លេខនាំសំណាងហ្នឹងពេលគាត់គ្រាន់តែ comment ហើយ share ប៉ុបមិនទាន់បិទទូរស័ព្ទផងស្រាប់តែមួយខលមកកំងអីវ៉ាន់បានមកកគោកមកទៅថឹកបាទហើយបានសងទាំងលុយចាស់មកទៀតគឺជាប្រវត្តិសាស្ត្រហើយដែលគាត់ធ្វើទៅបានផលចឹងគាត់អខ្លាំងណាស់អញ្ចឹងសំណុំពរសូមឲ្យការទូទាយប្រចាំថ្ងៃប្រចាំខែឆ្នាំអីនឹងសូមជម្រាបពាក់ព័ន្ធជាមួយនឹងលេខនាំសំណាងប្រចាំឆ្នាំបាទឥឡូវអូខេមិនកំណាញ់ទេលេខនាំសំណាងរបស់បុគ្គលឆ្នាំឆ្លូវបាទធៀបពិតទៅពាក់ព័ន្ធជាមួយនឹងក្បួនចិនបងប្អូនណាក្បួនចិនគឺស្រួលលេខនាំសំណាងដោយសារតែឆ្លូវនេះគឺវាមានតួសហៈ3បាទតួសហៈ3ឆ្លូវម្សាញ់ហើយរកាបាទសហៈទាំង3ធាតុនេះវាប្រែធាតុទៅជាធាតុមាសបាទបងប្អូនអ្នករៀនវិជ្ជាបច្ជឺក្តីវិជ្ជាហុងស៊ុយក្តីគឺដឹងហើយពេលដែលវាប្រែទៅជាធាតុមាសដូចជាឆ្លូវនៅក្នុងឃ្លាំងធាតុមាសអីចឹងណាបងប្អូនបាទឆ្នាំឆ្លូវធាតុដីទេប៉ុន្តែប្រែពេលដែលហាក់ជាមួយនឹងសហៈនឹងទៅប្រែទៅធាតុមាសចឹងមាសលេខរបស់ធាតុមាសនៅក្នុងក្បួនហុងស៊ុយវិជាខួយជាន់ខ្ពស់ណាបាទតើលេខប្រមាណនៅក្នុងក្បួនតារាសាស្ត្រក៏លេខនឹងដែរបាទគឺលេខដូចគ្នាជាមួយនឹងក្បួនវិជាហុងស៊ុយជាន់ខ្ពស់អញ្ចឹងអ្នកឆ្នាំឆ្លូវទោះជារិស័យហេងក៏ដោយរិស័យធ្លាក់ក៏ដោយនៅក្នុងវីដេអូមួយនេះបើបងប្អូនអ្នកឆ្នាំឆ្លូវបានឃើញវីដេអូនឹងហើយចង់ឲ្យហេងចង់ឲ្យរឹតតែមានសំណាងចង់ឲ្យលេខឡើងខ្លាំងបងប្អូនអាចសរសេរពាក្យសរសេរលេខដែលនាំសំណាង
ដល់បុគ្គលឆ្នាំឆ្លូវបាទគឺលេខដែលនាំសំណាងសម្រាប់បងប្អូនអ្នកឆ្នាំឆ្លូវបងប្អូនគឺមានលេខបាទគឺលេខ49បាទគឺជាលេខនាំសំណាងលេខ49នេះគឺជាលេខធាតុមាសនឹងឯងបាទអញ្ចឹងឆ្លូវសហស្លូវឃ្លាំងមាសអញ្ចឹងយើងខមមិនពាក្យថាលេខ49ខមមិនឲ្យ complete share ទៅពីណា share ទៅលេខហ្នឹងវាខ្ចាយទៅធម្មពលទូទៅនៅលើចក្រវាឡមិនថាស្រុកយើងស្រុកគេអីគឺចាយទៅទាំងអស់ចឹងហើយលេខដែលនាំសំណាងនេះគឺវាឲ្យផលដល់យើងអ្នកsiaដែលបញ្ចេញពីយើងទៅហ្នឹងបាទនាំជាលៀបនាំជាសការៈធំបាទបើលេខយើងឡើងយើងsiaទៅគឺឡើងតន់ហន់តែម្ដងលេខយើងធ្លាក់យើងsiaទៅដាក់លេខផងមិនមែនគ្រាន់siaណាបាទដាក់លេខ49ហ្នឹងទៅsiaទៅវានឹងរត់តែធ្វើឲ្យយើងហ្នឹងកែពីសួយទៅជាហេងវិញព្រោះយើងបានលេខនាំសំណាងលេខហេងហ្នឹងវាទៅស្រូបយកធម្មពលយកមកឲ្យយើងតាមរលកធាតុអាកាសអូខេអញ្ចឹងទស្សទាយវិញថាតើបុគ្គលឆ្នាំឆ្លូវជើងលេខគាត់នៅក្នុងខែ12នេះបាទនៅក្នុងខែ12នេះគឺជាខែជូតប៉ុន្តែនៅក្នុងឆ្នាំម្សាញ់ដដែលអញ្ចឹងអាម្សាញ់ហ្នឹងវាមហៈប្រចាំឆ្នាំវាមានឥទ្ធិពលខ្លាំងជាងអាប្រចាំខែបាទជើងលេខបងប្អូនអ្នកឆ្នាំឆ្លូវមានការប្រែប្រួលគួរឲ្យកត់សម្គាល់បើគាត់ជាអ្នកធ្វើការមានតួនាទីមានអាជីពអញ្ចឹងនៅក្នុងជើងលេខគាត់នៅក្នុងខែនេះគឺមានន័យថាមានគេស្គាល់ច្រើនមានគេមករណបមានគេមកជួយ support ជួយឧបត្ថម្ភជួយការងារជួយផ្ដល់ជាកម្លាំងចិត្តក្តីកម្លាំងកាយក្តីថវិកាក្តីនាំឲ្យបុគ្គលឆ្នាំឆ្លូវនឹងមានរាសីឡើងខ្ពស់ត្រដែតតែម្ដងហើយបើសិនអ្នកឆ្នាំឆ្លូវគាត់ជាអ្នករស់ស៊ីលក់ដូរមានមុខរបរអាជីពតូចធំអីហ្នឹងជើងលេខនៅក្នុងខែនេះក៏ជាខែមួយគាត់មានអតិថិជនច្រើនលក់ដូរវាដាច់ចំណេញក៏កាក់កបមិនធម្មតាបាទអញ្ចឹងនៅក្នុងខែនេះនាំឲ្យបុគ្គលឆ្នាំឆ្លូវគិតគូរពាក់ព័ន្ធទៅដល់អ្នកដែលជួយបាទអាចរកអ្នកជំនួយជាបរិវារជួយកិច្ចការលក់ដូររស់ស៊ីការងារតូចធំអីគឺមានជួលឬក៏មានបរិវារខេមដើម្បីជួយការងារបាទអញ្ចឹងនៅក្នុងខែ12នេះបុគ្គលឆ្នាំឆ្លូវបាទមានបរិវារដែលគេស្មោះត្រង់គេស្រឡាញ់គេចូលចិត្តគេជួយយើងអស់ពីចិត្តអស់ពីថ្លើមជួយឲ្យយើងនឹងកាន់តែរីកចម្រើនពេលនេះកើតទៅជាមានបរិវារជួយឲ្យកំណើនកើនជាលុយជាកាក់ទ្រព្យសម្បត្តិក៏ហូរចូលអត់ឈប់ឈរនៅក្នុងខែ12នេះគឺរាសីឡើងខ្លាំងណាមានមុខមានមាត់នៅក្នុងសង្គមមានអំណាចបុណ្យស័ក្តិមានមុនស្នេហ៍អាចទៅសហការជាមួយអ្នកណាក៏គេចូលចិត្តគេរីករាយហ្នឹងចងសម្ព័ន្ធភាពជាមួយយើងហើយរស់ស៊ីជាមួយយើងជាដៃគូអីចឹងប៉ុន្តែណាអ្នកឆ្នាំឆ្លូវក៏សម្បូរស្នេហ៍ដែរអាចជួបស្នេហាអាចមានអ្នកមកតំណាក់តំណងចងសម្ព័ន្ធភាពផ្លូវគេហៅថាផ្លូវស្នេហ៍បាទអញ្ចឹងយើងលេងលោកតាមការគូតើយើងនៅខ្លួនមួយឬក៏មានគូហើយបាទមិនណែនាំឲ្យបងប្អូនដែលមានគូហើយតែឆ្វៃរកគូខាងក្រៅទេតែបើអត់ទាន់មានគូទេនៅក្នុងខែ12នេះជាខែមួយនឹកភ្នែកទៅដល់ការគេហៅថាសេចក្តីស្នេហាបាទនឹកភ្នែកទៅដល់រឿងគូក្រងបាទចូលរួមការតំណាក់តំណងអីស្អីគ្រប់បែបយ៉ាងពាក់ព័ន្ធជាមួយនឹងមនោសញ្ចេតនាស្នេហាប្រុសស្រីបាទអញ្ចឹងជាឱកាសមួយសម្រាប់បងប្អូនដែលចង់ស្វែងរកគូក៏ពេលវេលាដល់គូដែរបាទអញ្ចឹងមើលឃើញថាបុគ្គលឆ្នាំឆ្លូវជើងលេខនៅក្នុងខែ12នេះគឺរាសីឡើងមិនធម្មតាបងប្អូនណាបាទអញ្ចឹងត្រៀមគេហៅថាត្រៀមហាប់ត្រៀមទូដែកដើម្បីដាក់លុយនៅក្នុងខែ12នេះចាប់ផ្ដើមហើយសម្រាប់បងប្អូនអ្នកឆ្នាំឆ្លូវចង់ពង្រីកមុខរបរឬបង្កើតសាខាបន្ថែមឬមួយក៏ដាក់ទុ
ទុនវិនិយោគបើកហាងទំនិញលក់នៅក្នុងទីផ្សារបើកទីផ្សារតូចធំអីក៏ជាឱកាសដែលត្រូវចាប់ផ្ដើមធ្វើហើយបាទពេលដែលបើកហាងថ្មីបើកសម្ពោធបើកជាផ្លូវការពឹបពេលណាបងប្អូននឹងបាទនឹងមានអតិថិជនច្រើនចូលមកគ្រប់គ្រងមិនដាច់ទីចាប់ពីខែ12នឹងទៅបាទអូខេអញ្ចឹងនេះគឺជាការមើលរិស័យជូនបងប្អូនអ្នកឆ្នាំឆ្លូវខុសត្រូវយ៉ាងណាសូមអធិស្ឋានផងបើសិនជាបងប្អូនចង់បានគេហៅថាវត្ថុមង្គលគ្រប់បែបយ៉ាងអីនេះខាងខ្ញុំក៏មានដែរបាទអាចខលតំណែងតំណងមកកែឆុងកាត់ឆុងលើករិស័យយន់តូចធំអីមានទាំងអស់បងប្អូនណាបាទអញ្ចឹងកុំភ្លេចឆាតតាម Telegram 016 923 888បាទអរគុណច្រើនបាយបាយ